ខាងក្រោមនេះគឺជាភូមិដ៏សម្ងាត់បំផុតទាំង11កន្លែងនៅប្រទេសចិនដែលមានប្រពៃណីរបស់ពួកគេកាន់តែពិបាកជឿនិងមិនធ្លាប់ឃើញមិនធ្លាប់ឮពីមុនទេ1ភូមិមូស៊ូនៅខេត្តយូណានបរិសុទ្ធនិងស្ត្រីស្រឡាញ់គ្នាមិនបាច់រៀបការកុមារត្រូវឲ្យខាងម្ដាយជាអ្នកចិញ្ចឹមថែទាំ2ភូមិអឺយ៉ាដាឈួននៅក្នុងខេត្តស៊ីឈួននៅក្នុងភូមិនេះនៅតែប្រកាន់ប្រពៃណីស្ត្រីអាចយកប្តីច្រើននារីទាំងអស់អាចយកប្តីចាប់ពី2នាក់ឡើងទៅ3ភូមិអោឌីងសុនខេត្តយូណានរហូតមកដល់សប្តាហ៍ថ្ងៃនៅតែរក្សាប្រពៃណីលាងក្បាលមនុស្ស4ភូមិកូម៉ូរីនខេត្តយូណានកន្លែងដែលបរិសុទ្ធរស់នៅលើដើមឈើជាទូទៅពេញមួយជីវិត5ភូមិហ្វួងលួយ៉ូខេត្តជាងស៊ីស្ត្រីនៅទីនេះអាចលាងកក់សក់បានតែនៅតាមមាត់ទន្លេទេមិនអាចកក់នៅផ្ទះបានឡើយ6ភូមិធ្វីវ៉ានៅទីបេត្រូវបានគេហៅថាជាកន្លែងនៅជិតឋានសួគ៌ជាងគេប៉ុន្តែអាយុមធ្យមរបស់អ្នកភូមិមិនលើសពី45ឆ្នាំទេ7កោះដុងខៃខេត្តខ្វាងតុងនៅអាយុ45ឆ្នាំសាច់ញាតិនៅក្នុងភូមិមានប្រពៃណីដោះខោអាវប្រមៀលនៅលើគ្រែឫស្សី8ភូមិរលូបូរៀនខេត្តស៊ីនជាងជាជនជាតិបុរាណដែលមានជំនាញចាប់ត្រីនៅវាលខ្សាច់9ភូមិបាសានៅមៀវជីជូសប្តាហ៍ថ្ងៃជាកន្លែងតែមួយគត់នៅក្នុងប្រទេសចិនកាត់សក់ដោយប្រើកាំបិតផ្គាក់10ភូមិដីខុងខេត្តហេណានភូមិដែលប្រជាជនរស់នៅក្រោមដីលើសពី1000ឆ្នាំ11ភូមិហ្វូងយាខេត្តស៊ីឈួនជាភូមិនៅក្នុងជ្រលងភ្នំដែលពិបាកធ្វើដំណើរឡើងទៅដល់ប្រៀបដូចជាឡើងទៅលើមេឃយ៉ាងចឹងដែរ